ស្ងាត់ណាស់អូនអើយហើយបន្ទប់វិញនេះណាស់អូនអើយហើយក្រែវិញមួនណាស់អូនអើយហើយពូកវិញលោកណាស់អូនអើយលោកលើសហើយហួយក្រាស់ណាស់អូនហើយហើយមកសឹមតិចជា16អូនអើយហើយអាភ្លើងពូសំណាស់អូនអើយហើយបើបន្ទប់ទឹកវិញទឹកបាញ់កដាឈូកអូនអើយហើយសាប៊ូវិញអូនណាស់អូនអើយហើយប្រគុណវិញអូនណាស់អូនអើយសូមអូនឆ្លើយតាត្រាត្រៃពេញចិត្តហើយទេឬនេះណែបើកុំទៅវាយ៉ាត់ចែកជើងគ្នាចែកជើងនេះអាឡូបែម៉ែរយើងណាប្រលឹងអាឡូបងជួយផ្ទះបានហើយផ្ទះយើងស្ងាត់ណាស់អូនអើយហើយអត់ទៀតអ្នកណាស្គាល់ឡើយតែបែកដៃបាសនោះមកមិនស្គាល់ឡើយហើយដៃស្ទើរទៅណារស់ក៏មិនស្គាល់ឡើយហើយសិនលោនៅកំពង់ឆ្នាំងនេះក៏មិនស្គាល់ឡើយហើយដៃវងនៅវត្តទួលបងមិនស្គាល់ឡើយហើយបងចង់ភៅអត់ស្គាល់ឡើយហើយព្រៀងទៅយួរអត់ស្គាល់ឡើយហើយបងសំសុខបងមិនស្គាល់ឡើយហើយខាងមនុស្សបងមិនស្គាល់ឡើយហើយអ្នកខោនោះអត់ស្គាល់ឡើយសូមអូនឆ្លើយតាត្រាត្រៃពេញចិត្តហើយឬនៅចាប់ហិចពីអ្នកអាឡូបែចាំគូតខ្មៅដឹងគូតពីខ្មៅប្រយ័ត្នខ្លួនទេប្រយ័ត្នប្រានទេលោកមកហើយលោកមកហើយគាត់ស្រីរបស់មីមិនម្ដាយវាទេអូច្រឡំប្រូស្រីឆ្លើយម្លេះមិនច្រឡំប្រូស្រីនេះម្ដាយវាទេមកខ្ញុំយកទាំងម្ដាយទាំងកូនហ្មងអត់ទេកាខ្ញុំអូកាឡាទាំងម៉ែទាំងកូនហ្មងបាទអីអ្នកថតម៉ែអត់ដងហើមទេអត់ទុកគេពេលគេអត់ទុកអត់ពេលឲ្យជាងថតដល់ស៊ីកន្លះទេហើយរូបថតហ្នឹងទៅយកនៅមុខវាំងមែនប៉ុស្តិ៍1500ទេអេឥឡូវគេថតបង្ហោះ TikTok បាទអត់ទេគាត់ប្រាប់ខ្ញុំឲ្យមិនបងថតហ្នឹងគឺគាត់ថតយកធ្វើសារស័យកម្ចីអនឡាញអូទៅចឹងវិញអូយមុខបាទឥឡូវមួយរយៈនេះអត់កើតទេអីអ៊ុំម៉ាថាយើងមាន friend មួយគេចឹងណាគេខ្ចីអនឡាញសោះអូនណាល្អណាស់លោកអធិការគូវិនតាយីដៃស្គរមុខដូចមហាចៅស៊ីការ៉ូអរគុណច្រើនឥឡូវបាត់ឡានទេណាបាទគេអ្នកខ្ចីសោះយើងគាត់តែ friend ទៅគេថាយើងហ្នឹងសាកសីដែរសាកសីបើយកឲ្យធ្វើសាកសីទៀតសាកសីរស់ហ្មងសាកសីរស់ទៅមិនទាន់ទៅណាអូសាកសីរស់បាទអញ្ចឹងគាត់ប្រាប់ហើយគេថាគាត់ថតហ្នឹងគឺថតទុកកម្ចីអនឡាញចាអូមុខបងឯងហ្នឹងគេមិនឲ្យខ្ចីទេឲ្យបើធនាគារ4-5ស្ថាប័នហ្នឹងបាទមេដៃឡើងលេងពិតអត់លេងមានកាយមេដៃណាអញ្ចឹង
ពីដៃស្គាល់បាទ ចា មេដៃលេងផ្ដិតលេងមានកញ្ចៅហើយ ដោយសារតែ ប៉ុន្តែ ពេក ប៉ុន្តែមកសឹកខ្លាំងជាងគេសឹកកលាដៃវិញ មិនចឹង បាទកលាដៃវិញ ធ្វើការងារច្រើនពេកហ៎ កាបោកដៃច្រើនពេក បើអូការងារច្រើនណា បោកដៃបោកកាអាយ គាត់សឹកដៃដោយសារតែគាត់ការងារច្រើន បាទហើយឥឡូវសុំកាត់មួយបាទ ចា បាទម្ចាស់កម្មវិធីគាត់បាននិយាយថាគាត់នឹងឧបត្ថម្ភខាងបែនចំនួន4នាក់ ចា បាទ អូល្អម៉េច បាទអូគាត់ឃើញថាលេងស្អាតណាស់ ចា បាទ មិនលេងព្រោះហើយលេងស្អាតហ៎ បាទអ្នកភ្លេងមកយើងសិតតែ BC ស៊ីនទាំងអស់ ចា បាទគាត់លេងស្អាតណាស់អត់លេងព្រោះទេ ចា បាទឧបត្ថម្ភអាវភ្លៀងចំនួនម្នាក់មួយបាទ ចា បាទ សាតោ គាត់ថាពេលដែល DJ ចាក់តំនេពី DJ ចាក់យើងអាចទៅចាប់ក្តាមចាប់ហ៊ីងនៅស្រែខាងក្រោយបាន ចាចា អរគុណច្រើន ចាអរគុណ បាទនិយាយលេងទេបាទទុកពេលឲ្យអ្នកជំនាញយើងអាំងហូបបាយបាទមកក្រោយគេ ចាអត់អីទេបង អរគុណច្រើនក៏ជាដំបូងក៏សូមគោរពជម្រាបសួរ